ធ្លាប់ឆ្ងល់អត់ថាអាចបញ្ជាខ្យល់បានឬអត់កាលនៅក្មេងបង្ហោះខ្លែងឮគេឯងនិយាយថាហួចទៅឲ្យខ្យល់មកតែតើខ្យល់មកឬអត់ពេលដែលខ្ញុំកំពុងតែក្តៅហើយបែកញើសជោគដោយសារថ្ងៃក្តៅខ្ញុំក៏សង្ឃឹមថាខ្ញុំអាចបញ្ជាខ្យល់បញ្ជាពពកបញ្ជាទឹកភ្លៀងតែតើខ្ញុំធ្វើបានឬអត់ប្រហែលជាខ្ញុំធ្វើមិនកើតទេតែខ្ញុំអាចសុំអ្នកដែលអាចធ្វើបាននៅក្នុងប្រវត្តិសាស្ត្រទ្រង់ធ្លាប់ធ្វើពីមុនទ្រង់ធ្លាប់ផ្លុំហើយមានផ្លូវនៅកណ្ដាលទឹកទន្លេក្រហមហើយរាជរបស់ព្រះបានឆ្លងកាត់ទន្លេនោះហើយបានផ្លុំវិញហើយខ្យល់បានបក់ឲ្យទឹកទៅជាធម្មតាវិញហើយទ្រង់ក៏បានបញ្ជាឲ្យខ្យល់នៅស្ងប់ហើយខ្យល់ហើយទឹកភ្លៀងរទេះបាញ់គោលាន់ក៏បានស្ងប់ទាំងអស់ដូច្នេះខ្ញុំស្គាល់អ្នកដែលអាចបញ្ជាខ្យល់អ្នកដែលអាចបញ្ជាទឹកភ្លៀងបញ្ជាពពកតែសំណួរសួរថាតើមិត្តស្គាល់ឬនៅហើយថាតើមិត្តហ៊ាននិយាយជាមួយនឹងទ្រង់ឬអត់យើងអាចនិយាយជាមួយនឹងទ្រង់ដូចជាយើងនិយាយជាមួយនឹងមិត្តដោយភាពសាមញ្ញតែដោយភាពគោរពដោយសារយើងនិយាយជាមួយនឹងស្ដេចលើអស់ទាំងស្ដេចសូមមិត្តនិយាយជាមួយនឹងទ្រង់នៅថ្ងៃនេះហើយស្គាល់ទ្រង់កាន់តែច្បាស់